នេះអូននិយាយពីអីណាបងអត់យល់ទេឈប់ធ្វើល្ងងមិនដឹងរឿងអីទៀតទៅហើយខ្ញុំក៏មិនល្ងងឲ្យបងបោកប្រាស់ខ្ញុំទៀតដែរបងស្គាល់ប្រៃអាស័យមកកន្លែងមានអាស័យធំធំល្អចាំបងជូនទៅបងគាត់តែប្រាប់ផ្លូវខ្ញុំមកចង់ខ្ញុំទៅខ្លួនឯងខ្ញុំមិនចង់រំខានបងទេអើយមានតែរំខានស្អីយើងជាបងប្អូននឹងគ្នាតាទៅមុខបន្តិចទៀតដល់កន្លែងដែលមានដើមអាស័យធំធំហើយបាទទិដ្ឋភាពនៅទីនេះស្ងប់ស្ងាត់ល្អគួរឲ្យចង់រស់នៅពិតមែនហើយគួរឲ្យចង់រស់នៅណាបើអញ្ចឹងឯងនៅទីនេះហើយមិនបាច់ទៅវិញទេនារីពីថ្ងៃនេះតើបងមិនអោយអាណាគេមករវីវល់ជាមួយនឹងអូនទៀតទេអូនកុំបារម្ភលបងសក់កាចខ្ញុំខំទៅដើរហ៎កម្មពិតនៅនេះទេអីហើយមិនកាអីចង់សួរស្រុកទុកបងហ្នឹងប្រហែលជាបងមានក្តីសុខណាស់ហើយមើលទៅបានសម្រេចបំណងបានណាឈឹមអញដឹងឲ្យដល់កាយហើយខ្ញុំមកសួរសុខទុកឯងមុខអានេះមករត់តែប្រាក់ហើយលបងបើដឹងហើយឲ្យខ្ញុំចាយខ្លះមកខ្ញុំដាច់យាយហើយអើយអញខ្ញុំប្រាក់ឯងបើលបងខ្ញុំប្រាក់ណាគេមានប្រាក់កុំធ្វើយ៉ាងអីយ៉ាងណាក៏ខ្ញុំជួយបងឲ្យអាសុកស្លូតនៅក្នុងឃុំដែរហើយជួយឲ្យលបងបានជួបនារីបងឯងចង់ភ្លេចអ្នកមានគុណហីនេះជាប្រាក់ចុងក្រោយហើយឈប់មករំខានទៀតបើឯងមករំខានយើងទៀតកុំថាយើងមិនបានប្រាប់អើយបងនិយាយមើលតាសត្រូវនឹងគ្នាហីខ្ញុំអរគុណខ្ញុំទៅណានេះទេកាត់អីហ្នឹងនេះទេមិនจะថងប្រាក់ខ្ញុំយ៉ាងថងប្រាក់នេះគឺជារបស់បងសុកកាយត្រូវអត់មែនហើយតែគាត់សងខ្ញុំទាំងថងប្រាក់នេះខ្ញុំបានស្ដាប់ឮអ្នកទាំងពីរនិយាយគ្នាអស់ហើយការប៉ັດអ្នកទាំងពីររួមដៃគ្នាដើម្បីធ្វើបាបបងសុកស្លូតចោទគាត់ថាជាចៅលួចប្រាក់ត្រូវអត់បើមិនចង់សារភាពចំពោះមុខខ្ញុំទេនាយតែសារភាពជាមួយនឹងលោកមេភូមិទៅជប់សិនខ្ញុំព្រមសារភាពតែខ្ញុំធ្វើនេះគឺដើម្បីតែប្រាក់តែប៉ុណ្ណោះគឺលបងសុកកាចជាអ្នកដើរគំនិតទាំងអស់ខ្ញុំមិនដឹងរឿងអីទេបើចង់រករឿងគាត់ទៅពិតជាថោកទាបណាស់ហើយគេតាមតន់តតបានណានារីអូនមកថងប្រាក់ឲ្យពីណាមិនក៏យកមកគប់បងទៅវិញលែងស្គាល់ថងប្រាក់របស់ខ្លួនឯងហើយអីអូមែនហើយនេះជាថងប្រាក់របស់បងតាមិនក៏ទៅនៅនឹងអូនទៅវិញខ្ញុំយកពីនេះឈឹមយកពីអាឈឹមមិនក៏ទៅនៅអាឈឹមទៅវិញនេះបងចង់ចោទនេះឈឹមថាជាអ្នកលួចថងប្រាក់ដូចដែលបងចោទបងសុកស្លូតថាជាអ្នកលួចប្រាក់ដែរមែនអត់នារីនេះអូននិយាយពីអីណាបងអត់យល់ទេឈប់ធ្វើល្ងងមិនដឹងរឿងអីទៀតទៅហើយខ្ញុំក៏មិនល្ងងឲ្យបងបោកប្រាស់ខ្ញុំទៀតដែរនារីលេខដៃខ្ញុំនារីនេះបងប៉ាត់យល់មែនណានៅសុកអូនកុំរករឿងបងនារីយើងនិយាយគ្នាតាមស្រួលទៅណាខ្ញុំគ្មានអីនិយាយជាមួយនឹងមនុស្សដែលមានគំនិតស្មោកគ្រោកដូចជាបងទេបងសុកកាចរៀបចំល្បិចចោទថាបងសុកស្លូតជាចៅលួចប្រាក់ការប៉ັດខ្លួនឯងគឺមានគំនិតចោលសោះនារីកុំមកញ៉ៃជាមួយនឹងខ្ញុំទៀតហើយចាប់ពីថ្ងៃនេះទៅយើងគ្មានអីពាក់ព័ន្ធជាមួយនឹងគ្នាទៀតទេនារី
សប្បាយចិត្តណាស់ទៅពេលដែលឃើញចៅទាំងពីរត្រូវរើគ្នាវិញបែបនេះ បងកើតអីហ្នឹង អត់មានអីទេ អត់មានអីយ៉ាងម៉េចមើលមកគេទៅនោះអៀនឡើងក្រហមមកអស់ហើយ មានមកពីណាយាយ តែគិតដល់រឿងនោះយាយពិតជាខឹងខ្លាំងណាស់ថ្ងៃក្រោយនៅពេលដែលចៅសុកដើរឃើញវាសុំចៅជាឆ្ងាយពីវាណាចៅប្រយ័ត្នវាតាមធ្វើបាប លោកយាយគាត់និយាយត្រូវថ្ងៃក្រោយបើសិនជាបងជួបបងសុកកាចបងត្រូវតែកិច្ចពីគាត់ខ្ញុំបារម្ភពីបងខ្លាចមនុស្សអាក្រក់ដូចជាគាត់ធ្វើបាប បាទខ្ញុំដឹងហើយហើយខ្ញុំក៏ចង់អរគុណនារីដែរដែលនារីនេះបារម្ភពីខ្ញុំ សុកស្លូតយ៉ាងម៉េចហ្នឹងមិនបានឯងចេះដើរកិច្ចមុខពីបងអញ្ចឹងនេះឯងនៅខឹងបងហ៎ អត់ទេខ្ញុំមិនបានខឹងបងទេ បងដឹងថាយេតលាយមិនចេះខឹងគុំគុំប្រេះផ្ដាស់ទេរឿងពីមុនបងជាអ្នកខុសបងសុំទោសយ៉ាងម៉េចបងសុំទោសឯងរយិតស្មោះនេះឯងអត់ជឿទេឬក៏ចង់ឲ្យបងលុតជង្គង់សុំទោសបែរជឿ បងកុំអី ព្រមអត់ទោសឲ្យបងហ៎ ខ្ញុំអត់ដែលប្រកាន់ទោសពេកជាមួយនឹងបងទេសុំតែពួកយើងនេះល្អនឹងគ្នាកុំគុំគួនគ្នាទៅបានទេ ល្អណាស់បងប្រុសពីថ្ងៃនេះតាយើងជាបងប្អូនធម៌ល្អនឹងគ្នា បាទ ហើយអីយ៉ាងទៅណា អូខ្ញុំរត់ទៅកាប់ឫស្សីដើម្បីធ្វើរនាបផ្ទះទីហ្នឹងបង បងស្គាល់ព្រៃឫស្សីមកកន្លែងមានអាស័យធំធំល្អចាំបងជូនទៅ អូមិនអីទេបងគាត់តែប្រាប់ផ្លូវខ្ញុំមកចង់ខ្ញុំទៅខ្លួនឯងខ្ញុំមិនចង់រំខានបងទេ អើយមានតែរំខានស្អីយើងជាបងប្អូននឹងគ្នាតាតោះបងជូនទៅតោះ ទៅមុខបន្តិចទៀតដល់កន្លែងដែលមានដើមអាស័យធំធំហើយ បាទ ហត់យើងសម្រាប់ទីនេះសិនណា បងសម្រាប់សិនណាចាំខ្ញុំនេះទៅកាប់ឫស្សីសិនព្រោះថ្ងៃជ្រេហើយញ៉ាំត្រឡប់ទៅវិញ ឈប់អង្គុយទៅមកមកយាយអត់អីទេ អត់អីទេបង អញគិតដូចបងអត់ទិដ្ឋភាពនៅទីនេះស្ងប់ស្ងាត់ល្អគួរឲ្យចង់រស់នៅ ពិតមែនហើយគួរឲ្យចង់រស់នៅណា បើអញ្ចឹងឯងនៅទីនេះហើយមិនបាច់ទៅវិញទេបងសកាច់នេះបងចង់ធ្វើអីហ្នឹងចង់ឯងងាប់អើយអើយBố thôi
ចៅនារីយាយគាត់ថាចៅសុកគាត់ជាមានរឿងហើយសូមចៅជួយតាមរកចៅយាយផងណាចៅ យាយស្ងប់អារម្មណ៍សិនទៅបងសុកសោតគាត់ប្រហែលជាមិនអីទេ រាល់ថ្ងៃឲ្យតែរៀងល្ងាចបន្តិចចៅសុកគេមកទេហើយប៉ុន្តែថ្ងៃនេះយាយហាក់ដូចជាមានប្រណងមិនល្អសោះចៅយាយអាស័ព្ទអសរក្នុងខ្លួនណាស់ មិនអីទេលោកយាយចាំខ្ញុំទៅរកបងសុកស្លូតឲ្យអញ្ចឹងលោកយាយនៅចាំនៅផ្ទះទៅណា ហ្នឹងហើយអរគុណឯងចៅ មិនអីទេយាយអញ្ចឹងខ្ញុំទៅសិនហើយណា បងសុកកាច នារីហៅបងមិនកាយមែនបើថាហៅបងដើម្បីស្ដីឲ្យកុំអីល្អជាងបងទៅហើយ អត់ទេបងបងមិនឃើញបងសុកស្លូតអត់ បងមានរឿងអីជួបវាបើបងឃើញវាពេលដែលគេមកពីបងរហូតណាយ៉ាងម៉េចហ្នឹងនេះនារីអត់ជឿបងមែនគិតថាបងលេបពីទុកបានមែនកុំបារម្ភអីអាសុកស្លូតណាវាមិនទៅណាយ៉ាងច្រើនណាវាទៅកន្លែងកាប់អស់ទូចត្រីអីតែប៉ុណ្្នឹងឯងនារីទៅផ្ទះវិញហើយអើយមិនលៀបបងសំបីមួយម៉ាត់ហ្មងឯង